ประเทศบอลน้องวิดีโอนี้จะยอมปีเรื่อง iPhone XR ดมล้างหรือก็โดสมบูรณ์แต่เจอดอกปัมเปอร์ Pro หรือดอกปัมเปอร์ Pro Max หรือจะใส่น้องวิดีโอเนี่ยพอจะสกอปไปเมื่อ iPhone XR ล้างดอกปัมเปอร์หรือดอกปัมเปอร์ Pro Max แต่เอามีสมกอถ้าล้างแต่เจนจี Pro หรือ Pro Max ที่พวกเราบอกดำล้างวิเหมือนจีเราบอกสินอันนั้นคือยอมชงอตีมวยเฮ้ยกดปลาเพียซาท้าเนี่ยรู้แล้วอ่ะยาปลาเพียซาท้าสำนมสินหรือก็สินตีมวยตีปีเนี่ยรวมมวยจำนวนจะกับพอตัวสับสมมติชงอตีปีก็พอถ้าตัวสับก่อนอ่ะ iPhone ใส่ยังเติมแต่เอาแต่ล้างสมบูรณ์ก็ถ้าสินสำนมปันท้ายก็เนี่ยแล้วก็พยับnhiều tháng đầu cái tại con xin đầu khôn đầu sầm bộ đến đầu sầm bộ xin đầu thô mô hỏi nơi xin tiền chẳng bình hỏi đầu ấy chẳng tới đây còn nơi thật hợp biệt xin tiền là hậu chẳng cà phê xin chẳng biết cái vo cho mùi dương nẹt lụa để mọc thoáng đài nẹt lụa dương đẹp tha đi trong chặt đáy là bọc nhóm tại ọt quạt thế mây mà mấy bắt to bị mấy nó mà tặng nhóm hai ta xin này với giọt quạt thưa ấy giọt clap đôi bọc đài chẳng nhóm hai ta xin sầm nồng ban thử chẳng hỏi nhóm xong u tiêu hồ mùi u tiêu hồ toàn trend Facebook ประมาณไงนึงปงแต่ไวรัลประตูคลังu tiêu hồมนุษย์สวยครอบเตยบ้านเก็บหลวดนะครอบบ้านเตยเกนี่หรือจัดอย่างดักว่าเอาทัศน์ได้หรือโกอย่างไรยอมสู้ออกลงเนี่ยหลุดตูสับมาจำนวนได้พอกท้าตูสับได้กดเยอะอย่างประมาณได้ยอมดีกว่าตัวนะสิ่งได้หรือก็ไม่ยอมจองgì chẳng lạiกดโบเซ่จอยกดโบเซ่มายอมชิ้นง้อហើយដល់ពេលចឹងខ្ញុំចង់បូសស្រាយទៅបងប្អូនវិញចេះ iPhone ឬទូរស័ព្ទគេគិតលើចំនួនឬ delay ដែលវាចេញថ្មីប្រអប់មកដូចជាស្ដែង iPhone XR ហ្នឹងចំនួនហ្នឹងអត់ហៅថាស៊ីនទៀតទេបើវាស៊ីនត្រូវតែខូចថ្មទូរស័ព្ទប្រើអត់កើតទេតាប៉ុន្តែបើវាខូចថ្មហើយវិនថ្មនៅក្នុងសំណុំដើមទូរស័ព្ទហ្នឹងមិនគេហៅថាស៊ីនប៉ុន្តែបើកោះដូរថ្មហើយហ្នឹងឬក៏បុកថ្មហើយហ្នឹងក៏លេងថាស៊ីនដែរពីព្រោះគេកោះទូរស័ព្ទដើម្បីបុកថ្មឲ្យតែកោះធ្វើអ្វីមួយកោះហ្នឹងកោះមួខ្សៅកោះប្រហើបអេក្រង់ឬក៏ដូររបស់ដើមចេញដាក់របស់ថ្មីចូលតួរបស់ស៊ីនក៏ដោយក៏គេហៅលេខហៅថាសំណុំស៊ីនដែរវាគ្រាន់តែទូរស័ព្ទហ្នឹងវាជាប្រភេទរបស់ដើម original របស់ Apple iPhone ណាបាទប៉ុន្តែបើយើងជាអ្នកលក់យើងមិនបាច់ទេយើងលក់របស់ស៊ីនហើយរបស់ហ្នឹងអត់លក់របស់ខ្លាំងខ្លាំងលក់របស់ fake អញ្ចឹងយើងអត់ទៅនិយាយរឿងស៊ីនមិនស៊ីនទេពេលខ្លះតែវាវល់ពេកហ្នឹងគាត់វល់ហើយដល់ពេលអញ្ចឹងដល់ថ្នាក់ iPhone XR នេះដូរសវកតួហើយនៅតែស៊ីនទៀតឆ្ងល់ដែរហើយសវកតួហ្នឹងបងប្អូនខ្ញុំបញ្ជាក់សវកតួ copy ទេមិនមែនសវកស៊ីននេះខ្ញុំនៅតែបញ្ជាក់ជារឿយភ្ញៀវមិនមែនគេយកសម្បកតួស៊ីន iPhone 17 Pro 17 Pro Max ហ្នឹងមកដំឡើងដាក់ចូល XR ដាក់អត់ត្រូវគ្នាទេខុសក្បាលខ្ចៅខាងក្នុងខុសគ្រឿងក្នុងខាងក្នុងបាទហើយខ្ញុំបញ្ជាក់សម្បក copy សម្បកចាមិនមែនសម្បកស៊ីនទៀតបាទហើយខ្ញុំសូមបញ្ជាក់មួយទៀតឃើញភ្ញៀវផនអ្នកលក់សាំមួយចំនួនគាត់ផុសថា iPhone ហ្នឹងដូរអេក្រង់ហើយអេក្រង់ GX ស៊ីនទៀតបញ្ជាក់បងប្អូនណាអេក្រង់ឲ្យតែដូរមិនមែនជារបស់ស៊ីនដែលកោះចេញពីទូរស័ព្ទយកមកដាក់ចូលទេគឺជាអេក្រង់ copy ទាំងអស់ប៉ុន្តែបើអេក្រង់ GX ហ្នឹងវាគ្រាន់តែជា brand មួយឈ្មោះក្រុមហ៊ុន GX ដែលគេបង្កើតអេក្រង់ GX ហ្នឹងមកដើម្បីលក់សម្គាល់ថាជាអេក្រង់ GX បងប្អូនឆ្ងល់ហើយតែបានជាមានអេក្រង់ GX ស៊ីនខ្ញុំសូមបកស្រាយខ្ញុំបញ្យល់ទៅកាន់បងប្អូនដោយសារអេក្រង់បន្ទាប់ពីស៊ីនសំណុំរបស់ Apple ដែលកោះចេញពីទូរស័ព្ទមកហ្នឹងវាមានអេក្រង់ copy ផ្សេងវាអេក្រង់ខ្លះអត់មាន brand ទេអេក្រង់ចេញមកពីចិនដូចគ្នាហ្នឹងប៉ុន្តែគឺរោងចក្រ GX មួយឬក៏ក្រុមហ៊ុន GX មួយគាត់បង្កើតអេក្រង់ហើយគាត់ដាក់ brand ថា GX ដើម្បីសម្គាល់ថាជារបស់ក្រុមហ៊ុន GXអញ្ចឹងបានគេហៅថាស៊ីន GX ឬក៏របស់ GX ទេប៉ុន្តែអ្នកលក់មួយចំនួននៅតែហៅស៊ីន GX វាបន្លំជាមួយរបស់ស៊ីនទៀតបើនិយាយធៀបមួយទៀតទៅវាស្ទៀងនឹងឆ្នាំងសាក iPhone អញ្ចឹងឆ្នាំងសាក iPhone វាមានឆ្នាំងសាកស៊ីន original របស់ Apple មកប៉ុន្តែអារបស់ copy ហ្នឹងអ្នកលក់មួយចំនួនគាត់និយាយប្រើភាសាថាស៊ីនរោងចក្រស៊ីនកំងស៊ីនថ្មីតែជារបស់ copy ដដែលទេហើយអារបស់ copy ហ្នឹងវាមានបែងចែកដូចខ្ញុំនិយាយវាមានលេខ1លេខ2លេខ3លេខ4លេខ5លេខបងប្អូនអញ្ចឹងអីឆ្នាំងសាក5លេខបាទតែបងប្អូនចេះមើលទេវាពណ៌ color រូបរាងស្រដៀងនឹងរបស់ស៊ីនប៉ុន្តែបើធៀបមកអេក្រង់ GX ហ្នឹងវិញអេក្រង់ GX ហ្នឹងគឺធៀបដូចជាឆ្នាំងសាក់ copy លេខ1យ៉ាងបន្ទាប់ពីស៊ីនអញ្ចឹងគឺអេក្រង់ GX ហ្នឹងគឺជារបស់លេខ1បន្ទាប់ពីស៊ីនបន្ទាប់មកវាមានលេខ2លេខ3លេខ4ដូចគ្នាដូចឆ្នាំងសាក់អញ្ចឹងប៉ុន្តែវាមាន brand ផ្សេងឬក៏ជារបស់ copy ដែលអត់មាន brand អញ្ចឹងខ្ញុំបញ្យល់សួរសាំអញ្ចឹងបងប្អូនសូមបញ្ឈប់ឲ្យតែរបស់ខ្ញុំចង់និយាយទៅកាន់ភ្ញៀវឲ្យតែជារបស់ដែលកោះធ្វើអ្វីមួយក៏ដោយគេហៅលេងថាស៊ីនសំណុំហើយតើតែរបស់ហ្នឹងហែកប្រអប់មកមិនប៉ុន្តែវាចេញជាមកទឹកបានគេហៅថាស៊ីនគឺអត់ផ្លាស់ប្ដូររបស់ដើមវាចេញចង់អញ្ចឹងហើយចង់បន្ទុយវីដេអូនេះខ្ញុំមានសំណួរសួរទៅអ្នកលក់ប្រភេទហ្នឹងវិញតែអ្នកលក់ទូរស័ព្ទប្រភេទហ្នឹងចុះឧទាហរណ៍បើគាត់ទៅទិញម៉ូតូទិញឡានគាត់ប៉ះរបស់របៀបហ្នឹងរបស់3កណាត់របស់2កណាត់កាត់តោផ្គុំប្រើពាក្យថាស៊ីនពេលតែគាត់ទិញបានរបស់ហ្នឹងគាត់ខឹងអ្នកលក់ម៉ូតូអ្នកលក់ឡានបែបហ្នឹងគាត់ខឹងដូចគ្នាអញ្ចឹងបញ្ឈប់ទៅបាទបញ្ឈប់ឬក៏កែប្រែទៅបាទរៀនលក់របស់ល្អស៊ីនទៅប៉ុន្តែវគ្គនេះខ្ញុំចង់បញ្យល់ទៅកាន់បងប្អូនភ្ញៀវអ្នកប្រើទាំងតែអញ្ចឹងអាស្រ័យទៅលើបុគ្គលអាស្រ័យទៅលើអ្នកលក់
អ្នកលក់វាមានផែនស្មោះត្រង់និងផែនប្រាប់ត្រង់ឬអ្នកលក់ចេះកម្រិតណារបៀបណាអញ្ចឹងអត់វាយអួរដូចគ្នាបានហើយកុំសម្លឹងមើលតែហាងធំហាងដែលមានលក់ទូរស័ព្ទច្រើនគេលក់អួរបងប្អូនលក់អួរវាយអួរខ្ញុំបញ្ចូលទៅកាន់បងប្អូនអញ្ចឹងមិនមែនទូរស័ព្ទចាក់កោសិតទូរស័ព្ទស៊ីនដំណុំទេគេលក់អួរហ្នឹងហើយអរគុណសម្រាប់ការមើលវីដេអូនេះបាយបាយ